សូមជម្រាបសួរប្រិយមិត្តតម្រាប្រវត្តិទាំងអស់គ្នាសូមស្វាគមន៍មកកាន់តម្រាប្រវត្តិអេពីសូតទី34ឬក៏ភាគទី34ខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាប្រកាសជាធ្លាប់ឮឈ្មោះរបស់ព្រះមហាក្សត្រព្រះអង្គឌួងរួចមកហើយព្រះមហាក្សត្រអង្គឌួងគឺជាក្សត្រមួយអង្គដែលព្យាយាមទាញយកប្រទេសខ្មែរចេញពីចង្កូមរបស់ប្រទេសសៀមជាមួយនឹងប្រទេសយួនដែលនៅពេលនោះគឺប្រទេសកម្ពុជាយើងគឺធ្លាក់នៅក្នុងកណ្ដាប់ដៃរបស់ប្រទេសទាំងពីរមានន័យថាប្រទេសទាំងពីរព្យាយាមហែកយកប្រទេសកម្ពុជាយើងទាំងមូលតែម្ដងកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមសាច់រឿងរបស់យើងទាំងអស់គ្នាឌួងជាព្រះរាជបុត្រពៅនៃព្រះបាទនារាយរាជាទី3អង្គឯងត្រូវបាននាម៉ឺនសពមុខមន្ត្រីនិងពញាបឌិនតេជោយាងឲ្យឡើងគ្រងរាជសម្បត្តិព្រះអង្គទៅគង់នៅវាំងឃ្លាំងស្បែកដែលរាជបានសាងថ្វាយនៅជិតពញាលឺឯពញាបឌិនតេជោក៏ស្ថិតនៅក្នុងប្រទេសខ្មែរសិនដើម្បីជួយធ្វើអន្តរាគមន៍ឲ្យបានទាន់ពេលវេលាបើមានការចាំបាច់ឯកសារយួនបាននិយាយថានៅពេលនោះនៅប្រទេសចឹងឡាប់ប្រទេសកម្ពុជាយើងពួកអ្នកស្រុករួមគ្នានិងពួកសៀមបានធ្វើការប្រយុទ្ធយ៉ាងខ្លាំងក្លាយួនទប់មិនជាប់ជាហេតុនាំឲ្យរាជការយួនមានសេចក្តីព្រួយបារម្ភជាខ្លាំងម្ល៉េះហើយនៅខាងដើមរជ្ជកាលស្ដេចធីវត្រីនាម៉ឺនឈ្មោះតាខ្វាំងគីទូសម្បោះបងចៅប្រទេសចឹងឡាប់ដកថយទៅចាំទប់ទល់នៅមាត់ជ្រូកវិញអច្ចយួនទ្រង់ជឿតាមហើយបញ្ជាឲ្យទ្រឿងបញ្ញាដកទ័ពចេញពីស្រុកខ្មែរលុះមកដល់មាត់ជ្រូកលោកឈឺចិត្តពេកធ្លាក់ខ្លួនហើយក៏ទទួលមរណភាពទៅប្រភពយួនដដែលនោះបាននិយាយថានៅក្នុងពេលដំណើរគ្នានោះនៅស្រុកក្រោមមានការតស៊ូរបស់លោកលឹមសោមនិងព្រះសង្ឃចំពោះរឿងនេះឯកសារខ្លះទៀតបានបញ្ជាក់ថាលោកលឹមសោមឬទេសសាសោមបានកតបនៅស្រុកចាបភ្លើងក្នុងខេត្តព្រះត្រពាំងក្នុងបំណងសងសឹកជួសចៅវាយគុយនិងដេញកម្ចាត់ពួកសត្រូវឲ្យចេញផុតពីទឹកដីដូនតារបស់លោកដោយមានសេនាឯកព្រុញនិងម៉ឺនសោមជួយយ៉ាងសកម្មផងលោកបានលើកទ័ពទៅដល់ផ្នៅដូងសម្រាប់បានយួនជាច្រើនតែនៅទីបំផុតលោកត្រូវទទួលបរាជ័យដោយទ័ពជំនួយរបស់យួនលើកមកពីខាងខេត្តខាងកើតប្រាក់ទ្រង់នាំយកទៅក្រុងវេហើយត្រូវប្រហារជីវិតតាមបញ្ជាស្ដេចធីវត្រីមេទ័ពឈ្មោះងវៀងទៀនលើមនិងងវៀងកុងត្រីបង្ក្រាបការតស៊ូរបស់លោកលឹមសោមនៅស្រុកក្រោមហើយសៀមបានលើកទ័ពជើងទឹកមកចុះត្រង់កំពតហើយការប្រយុទ្ធជាមួយទ័ពយួនប្រព្រឹត្តទៅនៅពីមនៅទីបំផុតសៀមដកទ័ពថយទៅវិញអស់ប៉ុន្តែទ័ពសៀមដែលនៅសល់ក្នុងស្រុកខ្មែរនិងទ័ពយួនដែលមាននៅក្នុងស្រុកក្រោមចេះតែប្រយុទ្ធគ្នាជាបន្តទៅទៀតរហូតដល់ឆ្នាំ1845នៅឆ្នាំនោះស្ដេចធីវត្រីបានបញ្ជាឲ្យលើកទ័ពធំចូលវាយសៀមយកបានភ្នំពេញហើយលើកបង្ហោះទៅព័ទ្ធក្រុងឧដុង្គថែមទៀតខាងខ្មែរសៀមសុំចរចារកសន្តិភាពតែយួនមិនព្រមមិនយូរប៉ុន្មានយួនខ្លួនឯងបានសុំចរចាម្ដងវិញការចរចាបានប្រព្រឹត្តទៅនៅសមរភូមិពោធិ៍បៃតងយួននឹងសៀមថាចំទំនុកបំរុងប្រទេសខ្មែរនិងស្ដេចខ្មែរដូចគ្នាត្រូវអភិសេកព្រះអង្គឌួងឡើងសោយរាជដោយតំណាងប្រទេសទាំងពីរសៀមរុះបន្ទាយយួនយួនរុះបន្ទាយសៀមសៀមបានដោះលែងមេទ័ពនិងទាហានយួនជាឆ្លើយហើយយួនត្រូវដោះលែងក្សត្រាក្សត្រីខ្មែរមកវិញរហូតដល់គ្រិស្តសករាជ1847ទើបព្រះអង្គឌួងត្រូវបានអភិសេកឡើងសោយរាជនៅឧដុង្គដោយមានព្រះនាមសម្រាប់រាជថាព្រះហរិយរាមាអេសរាធិបតីនៅឆ្នាំក្រោយពញាបឌិនតេជោបានលាព្រះអង្គត្រឡប់ចូលទីក្រុងបឹងកក់វិញគួរគប្បីជ្រាបថានៅពេលឡើងសោយរាជអង្គឌួងទ្រង់តូចព្រះទ័យខ្លាំងណាស់ចំពោះការបាត់បង់ទឹកដីជាច្រើនដែលត្រូវយួននិងសៀមប្រវាញ់យកដោយខុសច្បាប់ទឹកដីខ្មែរពីដើមមានវិសាលភាពធំទូលាយឥឡូវនេះត្រូវរួញតូចជាអតិបរមាប៉ុន្តែអង្គឌួងពុំហ៊ានលើកយកបញ្ហានោះមកចោទឬតវ៉ាអ្វីជាមួយយួននិងសៀមឡើយពីព្រោះអ្នកជិតខាងទាំងពីរនេះមិនចូលចិត្តឲ្យលើកយករឿងទឹកដីនេះមកពិភាក្សាឡើងមួយទេគេយល់ថាទឹកដីទាំងប៉ុន្មានដែលគេបានកាន់កាប់នោះគឺសុទ្ធតែជាកម្មសិទ្ធិស្របច្បាប់របស់គេទៅហើយសករាជ1854ដែលអបទ្រាំពុកបាននឹងអំពើរំលោភទន្ទ្រានយកដីពីសំណាក់ជនជាតិយួនដែលរស់នៅក្នុងកម្ពុជាក្រោមព្រះអង្គឌួងបានសម្រេចព្រះទ័យថាទ្រង់ត្រូវតែសុំជំនួយនឹងការការពារពីមហាអំណាចអឺរ៉ុបណាមួយហើយហេតុនោះទ្រង់បានបញ្ជូនដោយសម្ងាត់នៅមន្ត្រីខ្មែរម្នាក់កាន់សាសនាកាតូលិកឲ្យទៅសង្ហបុរីដើម្បីយកព្រះសារលិខិតរបស់ព្រះអង្គសរសេរជាភាសាបារាំងដោយសម្ដេចមីចយកទៅថ្វាយព្រះចៅណាប៉ូឡេអុងទី3តាមរយៈលោកកុងស៊ុលបារាំងប្រចាំនៅទីនោះជាមួយគ្នានោះព្រះអង្គឌួងទ្រង់បានផ្ញើគ្រឿងបណ្ណាការខ្លះទៅថ្វាយព្រះចៅប្រទេសបារាំងមានភ្លុកដំរីកុយរមាសរាំងស្គររិចជាដើមលោកកុងស៊ុលបារាំងបានសន្យាថានឹងនាំព្រះសារលិខិតនិងដង្វាយទៅទីក្រុងប៉ារីសនៅគ្រិស្តសករាជ1855លោករាជទូតដូម៉ុងទីញីត្រូវបានចាត់ឲ្យបំពេញបេសកកម្មជាច្រើននៅឥណ្ឌូចិននៅប្រទេសចិនលោកបានទទួលបញ្ជាពីព្រះចៅណាប៉ូឡេអុងឲ្យធ្វើសន្ធិសញ្ញាមិត្តភាពនឹងខាងជំនួញជាមួយខ្មែរ
ប៉ុន្តែការធ្វេសប្រហែសរបស់រាជទូតរូបនេះបានធ្វើឲ្យព្រះចៅសៀមទ្រង់ជ្រាបពីបំណងរបស់ប្រទេសបារាំងជាហេតុបណ្ដាលឲ្យសន្ធិសញ្ញារវាងបារាំងនិងខ្មែរពុំបានសម្រេចទៅវិញម្យ៉ាងទៀតលោកដេម៉ុងទីញីពុំបានអញ្ជើញទៅជួបនឹងព្រះរាជាខ្មែរទេលោកគ្រាន់តែបញ្ជាឲ្យបព្វជិតហិតត្រេះតែឈរនៅកំពតទៅគាល់ព្រះអង្គដោយទ្រង់មិនពេញប្រតិយនឹងអកប្បកិរិយារបស់លោកម៉ុងទីញីផងនិងដោយខ្លាចមានការធ្វើបុកម្នេញពីសំណាក់សៀមផងព្រះអង្គឌួងក៏ទ្រង់លះបង់ចោលនៅបំណងសុំការការពារពីប្រទេសបារាំងក្នុងសារលិខិតទី2ព្រះអង្គទ្រង់បានរំលឹកដល់ព្រះចៅណាប៉ូឡេអុងទឹកដីដែលយួនបានយកហើយដែលស្ថិតនៅចន្លោះត្រើយខាងលិចនៃព្រៃនគរនិងពីមគិតទាំងកោះត្រល់និងកោះត្រឡាចពិតជាដីខ្មែរព្រះរាជសារលិខិតទី2នេះប្រទេសបារាំងពុំបានឆ្លើយតបអ្វីសោះឡើយនៅគ្រិស្តសករាជ1856ដោយព្រះអង្គវ័យកាន់តែជរាហើយដោយនឹកគិតដល់អនាគតនៃប្រទេសជាតិព្រះអង្គឌួងទ្រង់សូមព្រះចៅសៀមឲ្យតែងតាំងព្រះរាជបុត្រច្បងនាមអង្គវតីពីមហាឧបរាជនិងព្រះរាជបុត្របន្ទាប់នាមស៊ីសវ័តជាព្រះកែវ៉ានិងសូមឲ្យបានវិលចូលក្រុងកម្ពុជាដើម្បីជួយបំពេញរាជការផងដែរនាឆ្នាំដដែលយួននៅស្រុកក្រោមបានសង់បន្ទាយនៅបាយឆៅនៅឃ្លាំងនិងនៅលំពូយ៉ាដើម្បីពង្រឹងជំហររបស់ខ្លួននៅខេត្តខាងលិចបានរំលោភលើអំណាចរបស់ព្រះចៅហ្វាយស្រុកសុកជាហេតុបណ្ដាលឲ្យខ្មែរក្រោកឡើងក្រោមបញ្ជាការរបស់សេនាលឹមលើកទៅប្រយុទ្ធនឹងយួនដោយមានជ័យជំនះនៅតំបន់ទំនប់និងកំពង់ត្រប់នៅពេលនោះឌួងទ្រង់ឲ្យសង់បន្ទាយនិងលើកទ័ពទៅចាំនៅព្រំដែនយួនឃើញដូច្នេះលើកទ័ពទៅរាំងដើម្បីកុំឲ្យខ្មែរខាងលើនិងខ្មែរខាងក្រោមតាក់ទងគ្នាបាននិយាយពីនៅស្រុកយួនឯណោះវិញក្នុងរជ្ជកាលរបស់ស្ដេចទីដឹកនិងក្នុងរជ្ជកាលមុនការធ្វើទុកបុកម្នេញលើរូបអ្នកផ្សាយសាសនាជាហេតុនាំឲ្យបារាំងធ្វើអន្តរាគមន៍យកលេសថាដើម្បីការពារជនទាំងនោះនៅគ្រិស្តសករាជ1858គឺនៅក្នុងស្ថានភាពថ្មីនេះហើយដែលព្រះអង្គឌួងបានតាក់ទងសារជាថ្មីជាមួយនឹងជនជាតិបារាំងតាមរាជពង្សាវតារខ្មែរថាព្រះអង្គទ្រង់បានជួលទ័ពបារាំងឲ្យជួយវាយយកព្រៃនគរគិតជាឈ្នួល500ណែនប្រាក់ក្នុងពេលដំណើរនេះនោះពួកចាមជ្វានៅខេត្តត្បូងឃ្មុំបានបះប្រឆាំងនឹងចៅហ្វាយស្រុកខេត្តនោះការដឹកនាំមេ3នាក់គឺទួនហ៊ីមទួនស៊ីនិងទួនអ៊ិតព្រះអង្គឌួងទ្រង់បានលើកទ័ពទៅបង្ក្រាបម្នាក់ត្រូវស្លាប់2នាក់ទៀតបានរត់រួចចូលទៅខាងមាត់ជ្រុកពង្សាវតារខ្មែរថានៅគ្រិស្តសករាជ1858បានបញ្ជាឲ្យលោកអុកញ៉ាជាសទ្ធិកែបលើកទ័ពទៅវាយត្រាំងត្បូងបាសាក់ព្រះត្រពាំងក្រមុនសមាត់ជ្រុកចំណែកឯពួកចាមជ្វាដែលរត់ទៅមាត់ជ្រុកចូលទៅបំបះរាជលើកវាយឧដុង្គតែត្រូវព្រះឧបរាជនិងព្រះកែវ៉ាបានចាប់ពួកមេដឹកនាំហើយបាត់ទ័ពរត់ខ្ចាត់ខ្ចាយទៅវិញអស់និយាយពីទ័ពរបស់អុកញ៉ាកែបដែលលើកទៅវាយយួនឯស្រុកក្រោមនោះវិញឃើញថាមានជោគជ័យហើយចេះតែជំរុលទៅមុខប៉ុន្តែនៅពេលដែលព្រះរាជាសោទីវង្គតទៅគ្រិស្តសករាជ1859ហើយដោយមានការវឹកវរនៅឯរាជធានីឧដុង្គលោកក៏ថយទ័ពចូលស្រុកវិញអស់ឯកសារខ្លះបានបញ្ជាក់ថាការដែលលោកអុកញ៉ាកែបបានលើកទ័ពចូលវាយស្រុកក្រោមនោះគឺដើម្បីទៅបង្ក្រាបពួកចាមជ្វាបះបោររត់ទៅទីនោះហើយដែលរាជការយួនមិនព្រមចាប់ប្រគល់ឲ្យខ្មែរវិញទេអហរិរៈរាមីអសរាធិបតីអង្គឌួងជាព្រះរាជាមួយអង្គដែលប្រកបដោយទស្សពិតរាជធម៌ព្រះអង្គទ្រង់យកប្រទេសទុកដាក់រៀបចំឲ្យមានសន្តិភាពក្នុងប្រទេសនិងឲ្យមានរបៀបរៀបរយក្នុងរាជការយ៉ាងណាមិញការបែកបាក់សាមគ្គីរវាងខ្មែរនិងចម្បាំងឈ្លានពានរបស់បរទេសជាហេតុនាំឲ្យប្រទេសពើប្រទះនឹងមហន្តរាយភូមិស្រុកត្រូវដុតបំផ្លាញស្រែចម្ការត្រូវបោះបង់ចោលថ្មត្រូវបំផ្លិចបំផ្លាញស្ពានភាគច្រើនត្រូវខូចខាតសន្តិសុខកើតមាសពេញផ្ទៃប្រទេសព្រោះរាជដែលអត់ឃ្លានបានក្លាយទៅជាចោរលួចចោរប្លន់កាប់សម្លាប់គ្នាឥតត្រាប្រណីសកម្មភាពខាងជំនួញឥតមានតតែសោះគឺនៅក្នុងស្ថានភាពដងដាបែបហ្នឹងហើយដែលព្រះអង្គឌួងទ្រង់បានឡើងក្រោយរាជទ្រង់បានខិតខំរៀបចំប្រទេសជាតិសារឡើងវិញនិងលើកដំកើងជីវភាពប្រជារាស្ត្ររាជធានីឧដុង្គត្រូវបានស្ថាបនាឡើងចំនួនខេត្តក្នុងព្រះរាជាណាចក្រត្រូវបន្ថយខេត្តនីមួយៗមានទំហំផ្ទៃប្រហាក់ប្រហែលគ្នាហើយត្រូវបែងចែកជាស្រុកពីគ្រិស្តសករាជ1851ដល់1857ព្រះអង្គបញ្ជាឲ្យលើកផ្លូវមួយពីឧដុង្គទៅកំពតដែលជាកំពង់ផែសមុទ្រតែមួយរបស់ខ្មែរព្រោះកំពង់ផែព្រៃនគរត្រូវបានទៅយួនជាស្ថាពរហើយនៅគ្រិស្តសករាជ1852ព្រះអង្គទ្រង់លើកផ្លូវមួយទៀតភ្ជាប់រាជធានីឧដុង្គទៅកំពង់ហ្លួងជាកំពង់ផែសំខាន់មួយទៀតរបស់ខ្មែរសម័យនោះក្នុងរជ្ជកាលរបស់ព្រះបាទអង្គឌួងព្រះអង្គបានជាកុំឲ្យមានការដំឡើងនិងការបង្កើតពន្ធថ្មីនិងជៀសវាងកំកេនរាជឲ្យបំពេញកិច្ចការសាធារណៈក្នុងរដូវធ្វើស្រែចម្ការព្រះអង្គមានប្រតិយអាណិតអាសូរចំពោះរាជដែលរងទុក្ខវេទនាដូច្នេះហើយបានជាពេលកើតជំងឺរាតត្បាតព្រះអង្គទ្រង់យាងដោយផ្ទាល់ទៅចែកស្បៀងអាហារនិងសម្លៀកបំពាក់ឲ្យរាជក្រីក្រម្យ៉ាងវិញទៀតព្រះអង្គទ្រង់ហាមមិនឲ្យបរបាញ់សត្វនិងមិនឲ្យចាប់ត្រីឲ្យព្រួលរាំងពេញព្រៃទេព្រះអង្គទ្រង់ស្ដីបន្ទោសនិងដាក់ទណ្ឌកម្មយ៉ាងធ្ងន់លើពួកជនប្រមឹកជនជក់អភិននិងជនប្រព្រឹត្តល្បែងស៊ីសង
ទ្រង់បង្ក្រាបដោយតឹងរឹងនៅអំពើចងការប្រាក់ដោយយកការធ្ងន់ហួសប្រមាណហើយក្នុងការខ្ចីបុលគេទ្រង់តម្រូវឲ្យមានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សររវាងមេបំណុលនិងកូនបំណុលក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអង្គបានបោះប្រាក់រាងមូលម្ខាងមានរូបប្រាសាទអង្គរវត្តម្ខាងទៀតរូបសត្វហង្សសម្រាប់ប្រើប្រាស់ក្នុងព្រះរាជាណាចក្រនិងទ្រង់បានទាក់ទាញឈ្មួញចិននិងឥណ្ឌាឲ្យចូលធ្វើពាណិជ្ជកម្មក្នុងប្រទេសខ្មែរទៀតផងវិស័យវប្បធម៌បានបង្កើតសាលាតាមវត្តជាច្រើនទ្រង់បានលើកទឹកចិត្តឲ្យអ្នកប្រាជ្ញបណ្ឌិតកវីហើយទ្រង់បានផ្ដល់នូវលុយកាក់និងមធ្យោបាយផ្សេងៗដល់ជនណាដែលចង់ធ្វើការសិក្សាស្វែងរកចំណេះវិជ្ជាព្រះអង្គសពព្រះតីធ្វើការពិភាក្សាជាមួយព្រះសង្ឃពីបញ្ហាសាសនានិងអក្សរសាស្ត្រនិងទ្រង់បានបរិច្ចាគព្រះរាជទ្រព្យផ្ទាល់ចំពោះព្រះសង្ឃសម្រាប់កសាងវត្តអារាមនិងចំណែកផ្សេងៗតាមពុទ្ធបញ្ញត្តិនៅទីបញ្ចប់នេះគូក៏បីបញ្ជាក់ដែរថាព្រះអង្គឌួងជាអ្នកនិពន្ធមួយរូបយ៉ាងឆ្នើមស្នាព្រះហស្ថរបស់ព្រះអង្គក្នុងវិស័យអក្សរសិល្ប៍មានដូចជាចម្ប៉ាថោងរឿងកាកីនិងរឿងច្បាប់ស្រីគឺជាស្ថានភាពប្រទេសកម្ពុជាក៏ដូចជាជីវប្រវត្តិត្រួសហើយនឹងស្នាប្រហ័សរបស់ព្រះបាទអង្គឌួងហើយយើងឃើញហើយថាព្រះបាទអង្គឌួងទ្រង់យាងចូលប្រទេសកម្ពុជាវិញគឺបានស្ថាបនាប្រទេសកម្ពុជាព្យាយាមយកទឹកដីប្រទេសកម្ពុជាមកវិញពីសំណាក់យួននិងខាងសៀមដូច្នេះអេពីសូតទី34របស់យើងក៏ឈានមកដល់ទីបញ្ចប់ផងដែរសូមអរគុណចំពោះការតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់របស់បងប្អូនទាំងអស់គ្នាដំណើរប្រវត្តិសូមអរគុណសូមជម្រាបលា